សួស្តីហើយក៏ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើអំពីវីដេអូកាត់ថ្មម៉ាតបងប្អូនទាំងអស់គ្នាហើយបងប្អូនឃើញនៅមុខនេះគឺជាសកម្មភាពពួកខ្ញុំកំពុងតែកែថ្មបងប្អូនទាំងអស់គ្នាដើម្បីយកវាទៅចូលក្នុងរោងចក្រអញ្ចឹងណាបងប្អូនទាំងអស់គ្នាហើយមានអីទេបងប្អូនទាំងអស់គ្នាដូចវីដេអូខ្ញុំធ្វើពីមុនអញ្ចឹងខ្ញុំយក SK មកបកដីចេញអញ្ចឹងយើងយកថ្មមកយើងក៏បានកែកាត់វាអញ្ចឹងណាបងប្អូនអរគ្នាហើយឥឡូវនេះនោះនៅមុខខ្ញុំនោះគេហៅថាម៉ាស៊ីនខ្សែបងប្អូនអរគ្នាដល់ពេលយើងកាត់ថ្មដាច់ហើយយើងបើកក្បាលថ្មដំបូងយើងត្រូវការប្រើម៉ាស៊ីនខ្សែយកមកកែថ្មអញ្ចឹងណាបងប្អូនអរគ្នាហើយវីដេអូយើងក៏អត់មានអីច្រើនដែរបងប្អូនអរគ្នាមានអំពីតែយើងកាត់ថ្មកាត់អីអញ្ចឹងទេបងប្អូនអរគ្នាដើម្បីធ្វើបងប្អូនអរគ្នាបានឃើញហ្នឹងណាហើយនេះក៏ជាផលិតផលដែលយើងយកថ្មហ្នឹងមកកែច្នៃហ្នឹងណាបងប្អូនអរគ្នាចេញជាតុកចេញជាអីមានគ្រប់បែបយ៉ាងណាបងប្អូនអរគ្នានៅមុខខ្ញុំនេះបងប្អូនអរគ្នាឃើញណាយើងយកមកពីលើភ្នំមកដុំមកយើងដើម្បីយកមកកែវាអញ្ចឹងណាហើយក៏នេះក៏ជាកម្មភាពរបស់បងប្អូនយើងក្រុមការងារគាត់កំពុងតែញាត់ដៃញាត់ជើងដើម្បីកាត់ថ្មនឹងជាដុំដើម្បីយើងយកមកចូលរោងចក្រឲ្យគេកែច្នៃអញ្ចឹងណាបងប្អូនអរគ្នាហើយក៏បងប្អូនអរគ្នាយើងមានថ្មយកថ្មដុំអញ្ចឹងឯងហើយដើម្បីធំគេយក 5-6 ម៉ែត្របងប្អូនអរគ្នាពីយកមកចូលក្នុងរោងចក្រហើយនេះក៏ជាសកម្មភាពបងប្អូនយើងកម្មករគាត់កំពុងតែយកតែយកអីអញ្ចឹងណាដើម្បីយើងកាត់វាកាត់បាតកាត់អីអញ្ចឹងហើយនេះក៏ជាសកម្មភាពខ្ញុំជិះចុះទៅលើភ្នំបងប្អូនអរគ្នាភ្នំខ្ពស់បងប្អូនអរគ្នាខ្ញុំក៏បានជិះចុះទៅលើភ្នំមកដល់កន្លែងយើងចុះមកខាឋានក្រោមអញ្ចឹងណាបងប្អូនអរគ្នាហើយនេះក៏មានជើងភ្នំមានទឹកជ្រោះមានទឹកអីហូរអញ្ចឹងណាបងប្អូនអរគ្នានៅកន្លែងធ្វើការខ្ញុំវាមានតែអញ្ចឹងទេបងប្អូនអរគ្នាយើងធម្មជាតិព្រៃភ្នំបងប្អូនអរគ្នាតែខ្ញុំគិតថាស្អាតម្យ៉ាងដែរតែបងប្អូនអរគ្នាវាជាធម្មជាតិតែខ្ញុំរស់នៅតថ្ងៃទៅដូចជាសាមញ្ញធម្មតាបងប្អូនអរគ្នាបាទយូរមកម្ដងយើងគិតថាមើលទៅគួរឲ្យឆង់លេងគួរឲ្យសប្បាយបងប្អូនអរគ្នាកន្លែងដែលពួកខ្ញុំរស់នៅប្រចាំថ្ងៃបងប្អូនអរគ្នានៅមានធម្មជាតិមានព្រៃឈើមានទឹកហូរអត់មានអីច្រើនទេបងប្អូនអរគ្នាហើយវីដេអូខ្ញុំក៏អត់មានអីច្រើនលើសពីហ្នឹងដែរបងប្អូនអរគ្នាមានតែអំពីការកាត់ថ្មកាត់អីអញ្ចឹងកាយបកដីកាយបកថ្មព្រោះខ្ញុំនៅធ្វើការនៅខាងហ្នឹងអញ្ចឹងណាបងប្អូនអរគ្នាបាទខ្ញុំមានវីដេអូហ្នឹងខ្ញុំចេះតែថតចែករំលែក